អូខេបងប្អូនតោះឥឡូវធ្វើដំណើរទៅផ្សារ Sam Club ដើម្បីទៅ pick up អវ៉ាន់ដែលមេគាត់បានកំងឥឡូវគាត់ឲ្យយើងទៅយកបងប្អូនហើយនេះគឺជាឡានដែលយើងត្រូវជិះទៅបងប្អូនប្រភេទ Nissan ចំហើយឡាននេះឯងបងប្អូនដែលជាឡានដែលខ្ញុំមកអាមេរិកដំបូងគឺខ្ញុំជិះឡាននេះឯងបងប្អូនឥឡូវយើងមកដល់ផ្សារ Sam Club ហើយបងប្អូនអានេះគឺជា parking lot របស់គេហើយយើងអត់ត្រូវចតនេះទេដោយសារតែយើងមក pick up អវ៉ាន់ចានេះគឺជាទស្សនវិជ្ជាខាងមុខផ្សារបោះដុំបងប្អូនទៅយើងនៅម៉ាក្រូស្រុកខ្មែរបងប្អូនបើតានេះប្រភេទផ្សារបោះដុំបងប្អូនត្រូវតែមានកាតឬក៏មាន membership បានយើងអាចទិញអវ៉ាន់បានអញ្ចឹងឥឡូវយើងអត់ធ្វើការដើរចូលទេយើងត្រូវទៅខាងក្រោយមកដើរខ្វាត់ខ្វែងបើកឡានប្រយ័ត្នប្រយែងប្រយ័ត្នប៉ូលីសចាប់អស់លុយនេះបងប្អូនខាងឆ្វេងដៃយើងហ្នឹងឯងគឺជាកន្លែងដែលចតឡានចាំគេយកវ៉ាន់មកឲ្យចឹងនៅស្រុកនេះល្អត្រង់ហ្នឹងដែរបងប្អូនបើនៅស្រុកយើងមានសេវាកម្មចឹងនឹងល្អមិនបាច់ដើរចូលកំងអនឡាញឈប់ចាំគេដឹកវ៉ាន់ឲ្យបងនៅឃើញទេបងប្អូនឃើញគេពងលើកវ៉ាន់ចូលអូខេចតកន្លែងនេះចោះមកលុបតិច pick up forនេះបងប្អូនឥឡូវខ្ញុំមកដល់ផ្សារ Sam Club ហើយអញ្ចឹងឥឡូវនេះកំពុងតែរងចាំគេយកអវ៉ាន់មកតម្លាក់ឲ្យយើងនៅក្រោយគូតឡានហើយរៀបចូលឡានទៅហ្មងហើយឡាននេះមែនតើទៅគេចាត់ទុកថាជាឡានកញ្ចាស់ហើយបងប្អូនឥឡូវដាក់លក់តែ 3500 អត់មានអ្នកទិញទេឥឡូវនេះទុកដឹកអវ៉ាន់លេងអញ្ចឹងទៅវាបានច្រើនដែរអញ្ចឹងណាហើយទីទៀតគេយកអវ៉ាន់មកដល់ចាំខ្ញុំថតពីទស្សនវិជ្ជាពេលដែលគេយកមកហើយទៅឡូយឯងបងប្អូនឡូយអត់តថាយើងទិញអវ៉ាន់ហើយយើងមិនបាច់ដើរចូលផ្សារយើងអង្គុយចាំចុចទូរស័ព្ទក្នុងឡានគេយកមកឲ្យយើងហើយលើកឲ្យយើងទៀតសេវាកម្មកប់សេរីហ្មងស្រុកនេះH Damn. How you doing?
នេះបងប្អូនឥឡូវអាវ៉ាន់យើងគឺរៀបហើយបងប្អូនពេញមួយឡានឃើញទេអានេះពេញកប៉ុកពេញមួយឡានអូខេអញ្ចឹងឥឡូវយើងមិញលើកដាក់ឡានហើយយើងចាប់ផ្ដើមចេញដំណើរទៅ store វិញបងប្អូនទៅដល់ store បានយើងរៀបចំតម្លាក់អាវ៉ាន់ចុះ stock បន្ថែមទៀតបងប្អូននេះហើយគឺជាការងារប្រចាំថ្ងៃមួយទៀតបងប្អូនទាំងអស់នេះហើយបងប្អូនគឺជាការទៅយកអាវ៉ាន់ពីផ្សារ Sam Club បងប្អូនជាទូទៅគឺពេលខ្លះគឺខ្ញុំត្រូវទៅយកទៅដល់ផ្សារ Walmart ផ្សារ Costco បងប្អូនហើយផ្សារទាំងអស់នេះគឺជាប្រភេទយើងទៅយក chip កញ្ចប់ធំបងប្អូនហើយជាមួយនឹងនំទឹកក្រូចអីតិចតួចបងប្អូនដែលជាអាវ៉ាន់ដែលខ្ញុំនិយាយកាលពីវីដេអូមុនអញ្ចឹងថាមានទៅយកពីផ្សារ Sam Club Costco Walmart អីអញ្ចឹងណាបងប្អូនតែពេលខ្លះគឺយើងទៅទិញផ្ទាល់ដើរចូលទៅទិញអីអញ្ចឹងណាតែលើកនេះគឺមេគាត់បានកំងហើយបងប្អូនយើងទិញអនឡាញហើយយើងទៅដល់យើងគាត់តែឈប់ដូចនៅ parking lot ដែលខ្ញុំបង្ហាញបងប្អូនអញ្ចឹងដល់ពេលទៅដល់គឺគេនឹងយកអាវ៉ាន់ឲ្យយើងគេរៀបឲ្យយើងនិយាយទៅសេវាកម្មស្រុកនេះបងប្អូនមានអារម្មណ៍ថាយ៉ាងម៉េចដែរហើយបើសម័យមើលបើថាស្រុកយើងមានសេវាកម្មដោយផ្សារទំនើបយើងទៅទិញហើយយើងគាត់នៅកំងហើយយើងចាំដល់ឡានគេយកមកឲ្យតើមានភាពងាយស្រួលប៉ុណ្ណាបងប្អូនអញ្ចឹងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាវីដេអូមួយនេះអាចបម្រើអារម្មណ៍នៅទស្សនីយភាពដល់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាក្នុងការតាមដានទស្សនាលេងក៏ដូចជាពីសកម្មភាពទៅទិញអាវ៉ាន់នៅផ្សារក៏ដូចជាការកំងអាវ៉ាន់អីអញ្ចឹងណាហើយជាចុងក្រោយអរគុណពុកម៉ែបងប្អូនច្រើនមែនទែនសម្រាប់ការគាំទ្រវីដេអូរបស់ខ្ញុំហើយក៏សូមអធិស្ឋានផងបងប្អូនពេលខ្លះវីដេអូរបស់ខ្ញុំកាត់មកក៏វាអត់ជា professional អីដែរបងប្អូនពីព្រោះយើងរៀន update ខ្លួនឯងបន្តិចបន្តួចទេបងប្អូនអញ្ចឹងសូមខំតាមមានការខន្តីអភ័យទោសពីសំណាក់បងប្អូនទាំងអស់គ្នាណាបងប្អូនណាហើយអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា